បានសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់និយាយតាក់ទងជាមួយនឹងការប្រើប្រាស់វីតាមីនសម្រាប់មាន់ណាធ្វើឲ្យមាន់ធំធាត់លឿននិងសុខភាពល្អបានអ្នកនរគ្នាខែនេះខែ11ចូលខែ12មេឃវាចាប់ផ្ដើមធ្លាក់ខ្យល់ចាប់ផ្ដើមធ្លាក់ខ្យល់ហើយខ្យល់វាត្រជាក់អញ្ចឹងយប់ឡើងត្រូវការពារមាន់អ្នកទាំងអស់គ្នាត្រូវបាំងតង់ឲ្យចិត្តហើយជាពិសេសមូសខាំព្រោះយប់ឡើងសបោមូសសម្រាប់ធុងអ្នកទាំងអស់គ្នាវាអាចដាក់ស្បៃបានណាស្បៃមុខសម្រាប់ការពារមូសអាហ្នឹងដាក់ស្បៃហើយចាំដាក់តង់ទៅតែសម្រាប់ខ្ញុំធុងខ្ញុំដាក់ជាអំពូលមូសវិញអំពូលមូសវាអាចការពារមូសបានចូលចិត្ត70%អីដែរព្រោះយើងដាក់អំពូលមូសទៅឃើញមូសវាអត់ហើរចិត្តកន្លែងមាន់យើងទេអញ្ចឹងវាអាចការពារចូល70%ដែរអំពូលមូសហ្នឹងហើយខែនេះយប់ឡើងវាធ្លាក់ខ្យល់ហើយវាត្រជាក់អញ្ចឹងមាន់យើងបាំងឲ្យចិត្តទៅវាការពារមាន់យើងពីជំងឺផ្ដាសាយដែរវាយើងអត់បាំងហើយអត់ដាក់ពូមូសឬក៏បាំងស្បៃឲ្យចិត្តទេមាន់វាអាចមានជំងឺច្រើនហើយមាន់ដល់បានឈឺ1ឈឺ2វាចាប់ផ្ដើមឆ្លងគ្នាអញ្ចឹងអាចធ្វើឲ្យមាន់យើងផ្ទុះជំងឺបានព្រោះមាន់យើងអត់ប្រើវ៉ាក់សាំងអត់ប្រើអីទៀតអាហ្នឹងវាងាយនឹងបង្កនឹងការផ្ទុះជំងឺមែនទែនបានអ្នកនរគ្នាការចំនួនអនាម័យក៏ជារឿងសំខាន់ដែរសម្រាប់យើងអ្នកចំនួនអញ្ចឹងផឹកឡើងសម្រាប់ធុងខ្ញុំតែងតែចំណាយពេលក្នុងប្រហែលជា5នាទីសម្រាប់ក្នុងធុងកន្លែងវាដេកហើយប៉ាវិញកន្លងជុំវិញដែលមាន់ខ្ញុំលេងណាបើយើងអត់សម្អាតឲ្យស្អាតទេលិមួកមាន់ហ្នឹងនៅក្នុងធុងមាន់យើងច្រើនអញ្ចឹងវាបង្កជាបញ្ហាក្លិនស្អុយអាចប៉ះពាល់ទៅប្រព័ន្ធផ្លូវដង្ហើមមាន់ហើយនឹងអាចបង្កជាជំងឺអាសន្នរោគបានណាបើធុងមាន់យើងអត់ស្អាតអត់អាសាសម្អាតវាស្អាតខែនេះខែ11ហ្នឹងអាកាសធាតុវាប្រែប្រួលធ្លាក់ខ្យល់ត្រជាក់ហើយជួនណាពេលយប់ឡើងវាមានភ្លៀងហើយខ្យល់ត្រជាក់ពេលថ្ងៃវាក្តៅខ្លាំងអញ្ចឹងអាកាសធាតុវាប្រែប្រួលញឹកញាប់អញ្ចឹងធ្វើឲ្យមាន់យើងវារៀងអន់ចំណីអត់សូវស្រួលខ្លួនណាហើយវា stress អត់សូវស៊ីចំណីសម្រាប់ធុងខ្ញុំតែងតែលាយវីតាមីនហើយផឹកហើយវីតាមីនដែលខ្ញុំប្រើនេះវីតាមីន super វីតាមីននេះវាល្អសម្រាប់មាន់ណាធ្វើឲ្យមាន់មួយម៉ាត់ stress ហើយស៊ីចំណីច្រើនហើយធំធាត់លឿនហើយក៏វាល្អសម្រាប់មេបាមាន់ណាវាយើងដាក់វីតាមីននេះហើយវាផឹកទៅធ្វើឲ្យមាន់វាខ្លាខ្លំសុខភាពល្អហើយពេលមាន់មេវិញពើងក៏រៀងច្រើនដែរហើយវីតាមីនហ្នឹងក៏វាល្អសម្រាប់កូនមាន់ដែរកូនមាន់ញាស់បានមួយថ្ងៃខ្ញុំលាយវីតាមីនហ្នឹងជាមួយនឹងអាម៉ុកដាក់ឲ្យកូនមាន់ផឹកធ្វើឲ្យមាន់វាមានសុខភាពល្អស៊ីចំណីច្រើនហើយនឹងខ្លាខ្លំលហួនពេលដាក់វីតាមីនលាយជាមួយអាម៉ុកឲ្យវាផឹកពេលមាន់តែញាស់បានមួយថ្ងៃហើយយើងដាក់វីតាមីនហ្នឹងដាក់មុនដែលយើងប្រើវ៉ាក់សាំងដាក់មុនដែលយើងប្រើវ៉ាក់សាំង2ឬក៏3ថ្ងៃមុនដែលយើងប្រើវ៉ាក់សាំងណាយើងដាក់ទៅធ្វើឲ្យមាន់យើងវាខ្លាខ្លំលហួនសុខភាពល្អហើយពេលដែលយើងប្រើវ៉ាក់សាំងទៅមាន់យើងវាអត់អន់ណាហើយបន្ទាប់ពីយើងប្រើវ៉ាក់សាំងហើយយើងដាក់លាយវីតាមីនជាមួយប៉ារ៉ាឲ្យមាន់ផឹកណាធ្វើឲ្យមាន់វាប៉ារ៉ាធ្វើឲ្យត្រជាក់ហើយវីតាមីនវាធ្វើឲ្យមាន់យើងមានកម្លាំងណាអញ្ចឹងវាអត់សូវអន់មាន់យើងណាអញ្ចឹងសុខភាពវានៅល្អដែរស៊ីចំណីឲ្យធម្មតាអញ្ចឹងហើយមួយទៀតវីតាមីននេះល្អសម្រាប់ក្រោយពេលការព្យាបាលព
ពេលដែលមាន់យើងឈឺហើយព្យាបាលវាជីហើយយើងដាក់វីតាមីនឲ្យវាផឹកទៅធ្វើឲ្យមាន់នេះយើងខ្លាខ្លំសុខភាពល្អហើយស៊ីចំណីច្រើនអញ្ចឹងណាហើយមាន់ខ្ញុំនេះវាមានចំនួន20ក្បាលមេ20ក្បាលហើយឈ្មោះមានចំនួន2ក្បាលដែរខ្ញុំអាសាដាក់វីតាមីនឲ្យវាផឹកណាមួយអាទិត្យអីដាក់ខ្ទង់3ដងហើយដែរដើម្បីឲ្យវាដោះរួមចិត្តឲ្យវាខ្លាខ្លំសុខភាពល្អព្រោះមាន់នេះខ្ញុំសម្រាប់វាសម្រាប់ទុកធ្វើមេបាពូជទៅវគ្គក្រោយទៀតចឹងណាទុងជាមួយខែទៀតហើយជាវាពងហើយអញ្ចឹងបើវាពងខ្ញុំអាចនឹងធ្វើវីដេអូតាក់ទងជាមួយនឹងការចំមាន់តាំងពីរបៀបភ្ញាស់រហូតដល់ការធ្វើវាក់សាំងកូនមាន់រហូតដល់មាន់ធំដែលយើងអាចចាប់លក់បានអញ្ចឹងណាជាចុងបញ្ចប់នៃវីដេអូនេះសូមអ្នកនរគ្នាជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងខ្ញុំនឹងចែកម្លែកតាក់ទងចំណេះដឹងនៃការចំមាន់ដែលខ្ញុំមានទៅអ្នកនរគ្នានៅវីដេអូបន្តទៀត